បាទជំរាបសួរទៅដល់សិស្សនិស្សិតសិក្ខាកាមទាំងអស់ដែលកំពុងតែសិក្សាផ្នែកបច្ចេកទេសអគ្គិសនីទាំងអស់ជាទីគោរពនិងជាទីរាប់អានបាទខ្ញុំបាទលីវណាណាខ្ញុំនឹងបានមកបន្តមេរៀនកាលពីវគ្គមុនទៀតហើយនិយាយអំពី CB តង់ខ្យងខ្ពស់បាទអញ្ចឹងកាលពីលមុនខ្ញុំបានបញ្ចប់មេរៀនត្រឹម nameplate របស់ CV breaker high voltage 230 kV បាទថ្ងៃនេះខ្ញុំនឹងបន្តពីថ្ងៃលមុនទៀតនិយាយអំពី nameplate របស់ CK breaker 115 kV បាទតោះយើងសិក្សាទាំងអស់គ្នាបាទ Decenter CB តង់ខ្យងខ្ពស់115 kV ត្រូវបានគេប្រើប្រាស់នៅក្នុងអនុស្ថានីយ៍អគ្គិសនីវារីអគ្គិសនីនិងរោងចក្រផលិតថាមពលអគ្គិសនីគឺដើម្បីផ្ដាច់ភ្ជាប់ចរន្តអគ្គិសនីនិងការពារកំហូចនៅលើខ្សែបណ្ដាញដូច្នេះវាបានបញ្ជាក់នៅតម្លៃតង់ខ្យងនិងតម្លៃចរន្តកំណត់នៅលើខ្លួន CB របស់វាផ្ទាល់ដោយខាងក្រោមបាទទី1តង់ខ្យងកំណត់នៅលើ CB 115 kV ហ្នឹងតង់ខ្យងដែលធន់ឬក៏អាចដែលប្រើប្រាស់បានក្នុងកម្រិត126 kV បាទអញ្ចឹង CB 115 kV ដែលគេប្រើប្រាស់នៅក្នុងអនុស្ថានីយ៍អគ្គិសនីដើម្បីបែងចែកក៏ដូចជាបញ្ជូនរងទៅគ្រប់គ្រងនៅតាមតំបន់ទីប្រជុំជនដូចជានៅទីក្រុងភ្នំពេញបាទអញ្ចឹងបណ្ដាញ HV របស់យើង115 kV ហ្នឹង high voltage ហ្នឹងបានបញ្ជូនបន្តទូទាំងក្រុងនៅក្នុងរាជធានីភ្នំពេញបាទអញ្ចឹងតង់ខ្យងដែលអាចអនុញ្ញាតរត់លើខ្សែបណ្ដាញបញ្ជូនកំពុងតែដំណើរការរាល់ថ្ងៃគឺមានតង់ខ្យងកម្រិត115 kV អាចមានការប្រែប្រួលក្នុងចន្លោះ116 kV 115 kV 114ឬក៏113.7.8 ចឹងទៅបាទប៉ុន្តែក្នុងការបញ្ជាក់នៅក្នុងខ្លួន CB របស់វាផ្ទាល់តែម្ដងវាបាននៅបញ្ជាក់ថាតង់ខ្យងកំណត់របស់វាដែលប្រើប្រាស់បានខ្ពស់នៅក្នុងខ្លួនរបស់ CB ហ្នឹងគឺរហូតដល់126 kV ឯណោះបាទចំណុចមួយទៀតនិយាយអំពីចរន្តកំណត់បាទចរន្តកំណត់របស់ CB ហ្នឹងគឺបានរហូតដល់3150 អាំពែបាទចំណុចមួយទៀតCB នឹងធន់នឹងតង់ខ្យងគូស៊ីគ្វីបានរហូតដល់230 kV ឯណោះបាទ CB ហ្នឹងដែលមានតង់ខ្យងប្រើប្រាស់ហ្នឹងកម្រិតតែ115ឬក៏116ឬក៏114តែប៉ុណ្្នឹងទេប៉ុន្តែតង់ខ្យងដែលគូស៊ីគ្វីធន់រហូតដល់230 kV បាទចំណុចមួយទៀតធន់នឹងតង់ខ្យងរន្ទះបាញ់រហូតដល់550 kV ឯណោះបាទអញ្ចឹងធន់បានខ្ពស់អញ្ចឹងមានបាតុភូតរន្ទះបញ្ហាណាមួយល្មមឬក៏មានការគូសស៊ីគ្វីត្រង់ចំណុចណាមួយរបស់ CB អញ្ចឹងมันងាយមានផលប៉ះពាល់ទៅដល់ CB ខ្លួនវាផ្ទាល់ទេដោយសារនៅខ្លួនរបស់វាផ្ទាល់ហ្នឹងវាបានផលិតដើម្បីកំណត់នៅដែកម៉ាញេទិករបស់វាហ្នឹងធន់រហូតដល់តង់ខ្យងបានខ្ពស់ណាស់បាទចំណុចមួយទៀតតម្លៃចរន្តគូស៊ីគ្វីបាទតម្លៃចរន្តគូស៊ីគ្វីបានរហូតដល់40 kA ណោះបាទហ្នឹងហើយអញ្ចឹងចរន្តកំណត់របស់វាយើងមើលណាតែ3150ទេប៉ុន្តែចរន្តដែលគូស៊ីគ្វីវាធន់រហូតដល់4000 អាំពែបាទចំណុចមួយទៀត ហ្វ្រេកង់បាទ50 A បាទចំណុចមួយទៀតរយៈពេលនៃការគូស៊ីគ្វី4 វិនាទីបាទអញ្ចឹងមានន័យថារយៈពេលនៃការគូស៊ីគ្វីនៅលើខ្សែបណ្ដាញបញ្ជូនអញ្ចឹងក្នុងរយៈពេលនៃការគូស៊ីគ្វីហ្នឹងរយៈពេលតែ4 វិនាទីអញ្ចឹង CB ហ្នឹងធ្វើការOpen CB automatic បាទចំណុចមួយទៀតទម្ងន់សរុបរបស់ CB ហ្នឹងគឺ1300 kg បាទនេះជា CB យើងមើលណានេះគឺជា CB 115 kV CB មួយវាអាចផ្ដាច់ម្ដងបាន3ហ្វា A B C បាទចំណុចមួយទៀតកម្រិតហ្គាសដែលប្រើប្រាស់បានបាទ 0.5 MPa កម្រិតហ្គាសដែលទាបមិនអាចប្រើប្រាស់បាន 0.43 MPa បាទអញ្ចឹងត្រង់ចំណុចកម្រិតដល់ទាបហ្នឹងវាអាចលក្ខណៈថាប្រកាសសនណាបាទអញ្ចឹងយើងអាចត្រូវការពិនិត្យអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចហ្គាសដែលប្រើប្រាស់ក្នុង CB ហ្នឹងឈ្មោះហ្គាស SF6 អញ្ចឹងវាមានតួនាទីសំខាន់ណាស់ក្នុងការពន្លត់នៅធ្នូអគ្គិសនីនៅពេលដែលខ្សែបណ្ដាញយើងមានកំហុសឬមាន fault ណាមួយឬក៏នៅពេលដែលយើងផ្ដាច់ភ្ជាប់ CB ហ្នឹងបាទនៅពេលនោះវាក៏បានបង្កើតនៅធ្នូបាទធ្នូអគ្គិសនីនៅមុខកាំបិតរបស់ CB ហ្នឹងបាទខ្លាំងដូច្នេះ gas SF6 ហ្នឹងមានតួនាទីសំខាន់ណាស់ក្នុងការពន្លត់នៅធ្នូអគ្គិសនីទាំងអស់ហ្នឹងដើម្បីការពារកុំឲ្យឆេះនៅមុខកាំបិតរបស់ CB បាទបើកាលណា gas SF6 អស់បាទយើងមិនបានដឹងនៅពេល CB របស់យើង load trip
ដោយ fold មានកំហុសត្រង់ចំណុចណាមួយដោយយើងបានដឹងករណីវាអស់ហ្គាសដូច្នេះ CB ត្រូវបានឆេះនិងខូចមុខកំបិតអស់ហើយបាទដោយសារអស់ហ្គាសដូច្នេះយើងជាអ្នក operator នៅតាមអនុស្ថានីយ៍ក្តីបាទផ្សេងក្តីយើងត្រូវតែត្រួតពិនិត្យទៅលើឧបករណ៍របស់យើងឲ្យបានច្បាស់លាស់បាទដើម្បីជៀសវាងនៅមានកំហុសដែលកើតឡើងត្រង់ចំណុចប្រការណាមួយបាទចុះតោះយើងតទៀតស្តង់ដាររបស់ CB ហ្នឹងគឺ IEC បាទលេខវាបាទតោះអញ្ចឹង CB 115អញ្ចឹងខ្ញុំបានបញ្ចប់ទៅហើយអញ្ចឹងខ្ញុំសូមបន្តទៅចំណុចខនិយាយអំពី circuit breaker សញ្ញាកាសបាទអញ្ចឹងយើងដឹងថា CB របស់យើងដែលប្រើប្រាស់នៅក្នុងអនុស្ថានីយ៍ធំឬក៏នៅតាមបណ្ដាញរោងចក្រអគ្គិសនីក្តីបាទអញ្ចឹងវាមាន CB រហូតដល់មាន4ប្រភេទឯណោះបាទទី1មាន gas effect បាទទី2សញ្ញាកាសទី3ប្រេងទី4សម្ពាធខ្យល់បាទអញ្ចឹងដល់ចូលចំណុចខខ្ញុំនឹងលើកបង្ហាញនិយាយអំពី CB ប្រភេទសញ្ញាកាសបាទអញ្ចឹងចំណុចទី1ខ្ញុំនិយាយឲ្យអស់ចប់អស់ហើយនិយាយអំពី CB ប្រើ gas SF6 ដែលមានកម្រិតតង់ចុង230 kV និង115 kV ដែលយើងតែងតែប្រើប្រាស់ក្នុងអនុស្ថានីយ៍អគ្គិសនីនៅក្នុងប្រទេសកម្ពុជាយើងបាទអញ្ចឹងយើងនិយាយនៅក្នុងចំពោះតែប្រទេសកម្ពុជាយើងទេដែលមាន CB ប្រភេទអ្វីខ្លះបាទអញ្ចឹងយើងបន្តដល់ចំណុចខ circuit breaker សញ្ញាកាស vacuum បាទអញ្ចឹង CB សញ្ញាកាសនេះដែលប្រើប្រាស់នៅក្នុងអនុស្ថានីយ៍នេះគឺប្រើប្រាស់នៅតាមបណ្ដាញបែងចែកឬក៏ហៅថាបណ្ដាញដែលមានកម្រិតតង់ចុង22 kV បាទរហូតដល់35 kV នៅតាមបណ្ដាខេត្តផ្សេងបាទអញ្ចឹងដូចជាខេត្តកញ្ចេះស្ទឹងត្រែងហ្នឹងបណ្ដាញ22 kV យើងឬហៅថា MV វាមានបណ្ដាញ MV យើងហ្នឹងវាមានតង់ចុងរហូតដល់35 kV ឯណោះនៅតាមបណ្ដាខេត្តផ្សេងដូចជាកញ្ចេះស្ទឹងត្រែងហ្នឹងទៅបាទដោយសារតំបន់ហ្នឹងគឺមានការដាច់ស្រយាលឆ្ងាយអញ្ចឹងក្នុងការបញ្ជូនតឬក៏បែងចែកនៅថាមពលអគ្គិសនីហ្នឹងមានរយៈចម្ងាយឆ្ងាយអញ្ចឹងគេត្រូវការដំឡើងតង់ចុងដើម្បីជៀសវាងនៅការបាត់បង់ថាមពលអគ្គិសនីបាទឥឡូវយើងនិយាយអំពីបណ្ដាញ22 kV បណ្ដាញ MV បាទតែភាគច្រើនប្រើប្រាស់នៅតាមបណ្ដាខេត្តផ្សេងក៏ដូចជាទូទាំងក្រុងបាទ Decenter សញ្ញាកាសនេះគឺវាមានគោលការណ៍ខុសពី Decenter ផ្សេងដោយសារវាមិនមានឧស្ម័នសម្រាប់បំបត្តិបញ្ហាអ៊ីយ៉ុងកម្មនៅពេលបើកចំហកុងតាក់ទេ Decenter នេះត្រូវបានបិទជិតស្លុងសំឡេងចេញមកក្រៅឬសូរតិចបំផុតនិងមិនមានបញ្ហាកើតឡើងនៅដោយការឆ្លងភ្លើងបាទតង់ចុងផ្ដាច់របស់វាកំណត់ត្រឹមតម្លៃប្រហែលជា30 kV ដើម្បីប្រើជាមួយតង់ចុងខ្ពស់ជាងនេះគេត្រូវដំឡើងវាជា model series Decenter សញ្ញាកាស 3 phase ដែលមានចរន្ត nominal 1200 ampere ក្រោមកម្រិតតង់ចុង 25.8 kV វាអាចកាត់ផ្ដាច់ចរន្តកម្រិត25 kA ក្នុងរយៈពេល3សកុងនៅលើបណ្ដាញតង់ចុងមធ្យម22 kV ហើយវាមានចរិតលក្ខណៈមួយទៀតគឺវាមានតង់ចុងទ្រាំនឹងរលកទង្គិចរហូតដល់125 kV ឯណោះបាទតោះចឹង CB ដែលយើងប្រើសញ្ញាកាសឬហៅថា CB តង់ចុងមធ្យមណា medium voltage ឬ MV ហ្នឹងបាទអញ្ចឹងវាមាននៅប្រទេសកម្ពុជាយើងវាមានកម្រិតតង់ចុងដែលប្រើប្រាស់នៅតាមតំបន់ផ្សេងវាមានរហូតដល់22 kV ណានិង35 kV បាទអញ្ចឹង CB នេះវាត្រូវបានបិទចិត្តឈឹងបាទអញ្ចឹងវាមិនមានឧស្ម័នអីបំបត្តិអ៊ីយ៉ុងកម្មទេបាទអញ្ចឹងនៅពេលដែលយើងផ្ដាច់ភ្ជាប់នៅចំហកុងតាក់របស់ជើង CB ហ្នឹងអញ្ចឹងវាមានគេហៅថាសុញ្ញាកាសមកវាបិទចិត្តឈឹងអញ្ចឹងវាមិនអាចមានគេថាធ្នួយកើតឡើងត្រង់ការផ្ដាច់ភ្ជាប់ទេឧទាហរណ៍ថាដូចជាភ្លើងមួយឆេះបានលុះត្រាតែមានគេថាឧស្ម័នណាឬក៏អុកស៊ីសែនបាទប៉ុន្តែអានេះវាត្រូវបានចិត្តឈឹងអញ្ចឹងគ្មានឧស្ម័នឬក៏គ្មានហ្គាសអីបន្តិចអញ្ចឹងបិទចិត្តឈឹងបាទអញ្ចឹងនៅពេលផ្ដាច់ជាប់អញ្ចឹងវាមិនមានឧស្ម័នទេបណ្ដាលឲ្យមានថាធ្នួកើតឡើងទេបាទនេះចំពោះ CB MV បាទតង់ចុងរបស់វាដែលវាអាចទ្រាំនៅរលកទង្គិចដែលអាចប្រើប្រាស់បានខ្ពស់បំផុតណារហូតដល់ទ្រាំរលកទង្គិចយើងចង់និយាយថាមានផលប៉ះពាល់តាក់ទងទៅនឹងបាតុភូតរន្ទះនៅពេលកើតឡើងនៅចំពោះបណ្ដាញរបស់យើងណាធន់រហូតដល់បាន125 kV ឯណោះបាទអញ្ចឹងកម្រិតតង់ចុងដែលអាចប្រើប្រាស់បានហ្នឹងគឺ25
0.8 kV ចុះក្រោមបាទដែលប្រើប្រាស់បាទហើយចរន្តដែលកម្រិតចរន្តដែលអាចគេថាផ្ដាច់ណាឬក៏ហៅថាលើសណាបានរហូតដល់25 គីឡូអាំពែបាទគឺហៅថាចរន្តដែលនៅពេលដែលវាមានបញ្ហាគូសៀគ្វីហ្នឹងហើយអញ្ចឹងចរន្តដែលអាចប្រើប្រាស់ CB តាក់ទងជាមួយនឹងខ្សែបណ្ដាញរបស់យើងហ្នឹងវាបាន1200 អាំពែបាទនឹងចំណុចខ្ពស់បំផុតណាអញ្ចឹងដល់ពេលដែលចរន្តគូសៀគ្វីធម្មតាចរន្តគូសៀគ្វីវា E របស់វាកើនអញ្ចឹង E របស់វាកើនរហូតដល់ខ្ពស់បំផុត25 គីឡូអាំពែដូច្នេះ CB ធ្វើការផ្ដាច់ដោយស្វ័យប្រវត្តិបាទតោះយើងតចំណុចមួយទៀតបាទនេះគឺជារូបសន្តានរបស់វាបាទនេះជា CB ដែល MV 22 kV ដែលប្រើប្រាស់នៅក្នុងអនុស្សាវរីយ៍ជាបណ្ដាញមួយបែងចែកដើម្បីបែងចែកនៅតាមបណ្ដាខេត្តក្រុងផ្សេងរួចហើយវាក៏បានដាក់ត្រង់សូមួយតម្លាក់បែងចែកជាភ្លើង380នៅតាមភូមិផ្ទះរបស់អតិថិជនបាទនេះគឺជារូបភាពនៅខាងក្រោយបាទ CB នេះយើងអាចដកចេញវាអាចដកចេញដល់ពេលយើងដកចេញយើងឃើញបែបនេះបាទអញ្ចឹងប៉ូលរបស់វាខាង3ខាងលើនេះគឺមាន pha A B C វាចូលខាងក្រោមនេះគឺ ABC ដែរតែវាចេញទៅបណ្ដាញនៃអូសតាមផ្លូវជាតិរបស់យើងហ្នឹងបាទខាងនេះខាងចេញបាទនៅក្នុងនេះវាមានរស័រវាមានលក្ខណៈបញ្ជារបស់វាច្រើនអញ្ចឹងយើងមើលរូបទាំងអស់គ្នាបាទនេះគឺជារូបភាពខាងក្នុងរបស់ CB បាទនេះជាគេហៅថា vacuum breaker ណាបាទនេះក្នុងនេះណាបាទអញ្ចឹងដល់ពេលនេះរូបហ្នឹងនេះដល់ពេលវាផ្ដាច់ភ្ជាប់ទាំងទៅវាតុលទៅក្នុងហ្នឹងវាអត់គេថាគ្មានគេថាឧស្ម័នអីទេអញ្ចឹងវាអត់មានតែម្ដងអញ្ចឹងដូច្នេះធ្នូដែលកាលឡើងគឺมันអាចមានទេបាទនេះអញ្ចឹងយើងមើលរូបហ្នឹងទៅបាទអញ្ចឹងមេរៀនដែលតាក់ទងនឹងបណ្ដាញសំទោសតាក់ទងនឹង Circuit Breaker High-Voltage ដែលនិយាយក្តោបសរុបមានទាំង MV និង HV បាទអញ្ចឹងខ្ញុំសូមតែបញ្ចប់តែត្រឹមនេះឥឡូវមេរៀននេះដោយសារវាវែងពេកអញ្ចឹងខ្ញុំនៅវគ្គក្រោយខ្ញុំនឹងបន្តទៅតាក់ទងទៅនឹង CB ប្រើហ្គាសសំទោសប្រើប្រេងនិងប្រើសម្ពាធបាទសម្ពាធខ្យល់ណាបាទហើយនឹងនិយាយអំពីចរិតលក្ខណៈរបស់វាមានទាំងនៅក្នុងខ្លួនរបស់ CB តើវាបានបង្ហាញប៊ូតុងនេះគឺជាប៊ូតុងអ្វីបាទនេះជាប៊ូតុងមានន័យថាម៉េចខាងនេះមានន័យថាម៉េចបាទអញ្ចឹងនៅវគ្គក្រោយខ្ញុំនឹងក្តោបសរុបនៅចំណុចទាំងអស់នៃ CB ទាំងអស់ហ្នឹងទាំង22 kV ទាំង115 kV ទាំង230 kV ដូច្នេះខ្ញុំនឹងឥឡូវនេះខ្ញុំនឹងបរៀនមេរៀនហ្នឹងតាក់ទង CB ហ្នឹងតាមប្រភេទរបស់វាមួយសិននៅពេលបង្ហាញទាំង4ប្រភេទចប់ហើយខ្ញុំនឹងបង្ហាញនៅចំណុចរួមរបស់ CB នៅក្នុងខ្លួនរបស់វាមានចំណុចអ្វីខ្លះតើចំណុចហ្នឹងវាត្រូវធ្វើការលក្ខណៈបែបណាហើយវាមានតួនាទីអ្វីខ្លះបាទអញ្ចឹងយើងនៅពេលយើងសិក្សានេះយើងគ្រាន់តែដឹងថាអំពីគោលការណ៍តួនាទីនិងគេថាភាពធន់និងអាចភាពប្រើប្រាស់បានណារបស់ CB ហ្នឹងមានកម្រិតតង់ចុងកម្រិតអាំពែរបស់វាបែបណាអញ្ចឹងទៅបាទអញ្ចឹងនៅវគ្គក្រោយនេះខ្ញុំនឹងបង្ហាញអំពីចំណុចសំខាន់នៅក្នុងខ្លួនរបស់ CB ហ្នឹងវាមានអីខ្លះហើយធ្វើការបែបណាបាទអញ្ចឹងខ្ញុំសូមបញ្ចប់តែត្រឹមនេះអញ្ចឹងសូមកុំភ្លេចជួយចុច Subscribe នៅខាងក្រោមវីដេអូណាដើម្បីទទួលបាននៅមេរៀនថ្មីដែលតាក់ទងទៅនឹងផ្នែកបច្ចេកទេសអគ្គិសនីបាទអញ្ចឹងមេរៀនរបស់ខ្ញុំនេះក្តោបសរុបតាក់ទងទៅនឹងអនុស្ថានីយ៍និងបណ្ដាញតង់ចុងខ្ពស់បណ្ដាញតង់ចុងមធ្យមបាទអញ្ចឹងបើមានបញ្ហាក៏ដូចជាចម្ងល់អ្វីជាសំណួរចោទសួរសូម comment នៅខាងក្រោមវីដេអូណានៅខាងក្រោមវីដេអូក្នុង YouTube ហ្នឹងបាទខ្ញុំនឹងឆ្លើយតបបាទទៅវិញបាទអញ្ចឹងខ្ញុំសូមអរគុណសូមជម្រាបលា